Ok bạn ngày này tôi sẽ đây là cái ngày nhận nhầm bát mỏ ed VGA đặt model Asus G-Fox GTX 16/4 bạnនេះគឺជាVGA card សម្រាប់ add បន្ថែមនៅ laptop Dell បំពាក់ទៅដោយ CPU Core i5 ចំនួនទី10 RAM 16GB បាទ2 slot ហើយយើង add ជាមួយនឹង M2 256មួយទៀតហើយជាមួយនឹង hard disk តែបាទ speed នេះគឺសម្រាប់បងឬក៏បងអូនយកទៅ design ឬក៏កាត់វីដេអូអីគឺងាយស្រួលគឺថា smooth តែម្ដងបាទ speed ប៉ុណ្ណឹងគឺមកសមរម្យអាចយកទៅប្រើប្រាស់បានបាទឥឡូវយើងធ្វើការ add ទាំងអស់គ្នាដល់ឥឡូវយើងដាក់ចូលអូខេហើយយើងបកជ័រនេះចេញបាទជ័រខាងក្រោមគេនេះហើយយើងបកចេញនេះខូចគេវាអត់ print អូសាបាទអូសា ហើយជ័រនេះបកចេញមកនៅខ្ញុំវាអត់ print នឹងមក ហើយអត់មិនអត់ print នៅក្នុងកន្លែងកុំព្យូទ័រយើងបើកអានេះមកហើយយើងដកអានេះចេញដើម្បីដាក់ VGA របស់យើងបាទ VGA របស់យើងគឺមានអានេះដៃទី2ឥឡូវយើងដកពីដែរលេខពណ៌រឿងទៀតខាងដៃខាងយើងចេញ2018អាហ្នឹងយើងកាត់ចឹងមកបាទកាត់ ខែ8ចឹងកាច់15ចឹង2ឆ្នាំជាងហើយឆ្នាំយើងដកចេញ brand P brand P យើងធ្វើការដាក់ទៅលើ VGA card របស់យើងបាទអូខេចូលយើងដាក់ឲ្យត្រូវជើងមកដើម្បីឲ្យវាចូលស៊ុបអូខេយើងកត់ចឹងទៅយើងកត់ចឹងមកនេះបាទកត់ចឹងមកគ្រប់កត់ឲ្យស្មើជើងចឹងហ៎បាទអញ្ចឹងហើយយើងការបិទអាកម្របនេះវិញអូយើងបិទអាកម្របនេះវិញបាទហ្នឹងគឺរួចរាល់តែម្ដងបាទអូខេបាទជួបគ្នានៅវីដេអូក្រោយបាយបាយ